ពេលនេះខ្ញុំមកដល់ស្ទងស្រុកស្ទងខេត្តកំពង់ធំណាដល់ស្ទងកំពង់ធំហើយហើយអត់បានចូលក្នុងផ្សារស្ទងទេណាតែខ្ញុំមកតំបន់នេះទឹកលិចទឹកឡើងលិចឥឡូវនឹងស្រកវិញហើយនេះមិនជីយឺតទេគង់តែយឺតទេគង់តែសារ៉ូហ្មងហើយម្ដុំនេះអ្នកធ្វើការពេញក៏ច្រើនដែរបាទអ្នកធ្វើការពេញអ្នកចាំនៅខាងផ្លូវក៏មានតែជិះម៉ូតូទៅធ្វើការនៅភ្នំពេញក៏ច្រើនអញ្ចឹងទិដ្ឋភាពម្ដុំនេះសំរុំដែរណាគួរស្គាល់សំរុំខាងស្ទងកំពង់ធំម្ដុំបកគោលគីឡូលេខ220ម្ដុំ220ណាខាងស្ទងកំពង់ធំនេះអ្នកទៅភ្នំពេញចាំឡានបាទទឹកឡើងខាងនេះទឹកនៅឡើងខ្លាំងបាទខាងស្ទងនេះថ្ងៃខ្ញុំមកទឹកលិចផ្លូវបាទដុំនេះលិចមែនតើឥឡូវនេះអ្នកចាំទៅខាងភ្នំពេញបាទតាមលើឡានពេញបាទឡានពេញគ្រប់ទាំងអស់បាទមានឡានបងតាក់ស៊ីណាដែលអត់ទាន់មានភ្ញៀវបាទកំភ្លេចផ្លូវសៀមរាបភ្នំពេញបាទម្ដុំស្ទងក៏ច្រើនដែរបាទភ្ញៀវរងចាំឡានអត់មានឡានជិះហើយខ្ញុំជិះម៉ូតូដប់អត់បានច្រើនទេបានតែម្នាក់ទេតែសក់វិញដប់សក់ក្លេដប់ទេព្រោះមិញដប់អត់សក់ហើយឥឡូវដប់អត់សក់ទៀតកើតទេបាទខាងស្ទងយើងមានរង្វង់មូលចូលមួយឲ្យខ្ញុំមើលថតរង្វង់មូលឲ្យនេះម្ដុំបកគោគីឡូលេខ217បាទដល់រង្វង់មូលហើយតាមពិតទៅខាងស្ទងនេះក៏មានពាក់ជាប្រវត្តិច្រើនដែរបាទហើយនេះខ្ញុំមិនបានចូលទៅក្នុងផ្សារស្ទងទេគ្រាន់តែជិះតាមផ្លូវជាតិទេបាទទោះបាទមិនអ្នកចាំឡានច្រើននៅខាងនោះបាទច្រើនមែនទេបងប្អូនឡានគ្រប់ទឹកហើយឡានបាទឡានក្រុងមកពេញទាំងអស់ឡានក្រុងមកឡានក្រុងមកក្រោយទេបាទនេះឡានតែមើលដល់វងមូលនេះហើយខាងស្ទងបាទស្ទងកំពង់ធំម្ដុំបកគោគីឡូលេខ216បាទនេះដល់វងមូលមួយបាទមានរូបដំណាក់ដូចជាអត់មានទេតាមនៅខាងនោះអត់មានទេបាទមានរូបដំណាក់ទេបាទនេះអានេះព្រមពេញទៅហើយបងពេញលេងហើយពេញលេងហើយអានេះតែស្ទងបាទស្ទងហើយបាទអញ្ចឹងប៉ុណ្ណឹងសិនបាទចាំវីដេអូក្រោយខ្ញុំទៅថតម្ដុំព្រៃប្រុសបាទខាងព្រៃប្រុសនេះឡានប្រុសមកពីបោយដៃហៅក៏អត់មានទទួលទេបាទពេញហើយបាទពេញមែនតើបោយដៃហ្នឹងតែអត់មានទេអត់ពេញហើយពេញមែនតើបងប្អូនណាខាងស្ទងបាទស្ទងពេញមែនតើតាក់ស៊ីគឺគ្រប់ប៉ាន់ហ្មងណាថ្ងៃជុំហើយនេះគឺខាងស្ទងនេះឡាននេះក៏ពេញហើយបងប្អូនពេញម៉ែទាំងអស់គ្រប់ឡានបាទខ្ញុំឃើញញៀវពេញទាំងអស់បងប្អូននេះសិតតែញៀវនេះញៀវលើគោនេះពេញហើយលេងហើយពេញមែនតើអរគុណចាំដល់បណ្ដុំព្រៃប្រុស